រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសិរីយុកោមានកិត្តិយសលើកយកធរណីមាត្រ36យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី34គេឲ្យត្រីកោណមួយដែលមានមុំកម្ពស់នេះស្មើ x មុំនេះស្មើ9ហើយមុំខាងក្រោមនេះស្មើ 2x បន្ទាប់មកគេសួររកមុំសញ្ញាសួរនេះចឹងដើម្បីរកមុំសញ្ញាសួរនេះឃើញតើយើងរកមុំនេះសិនដើម្បីរកមុំនេះឃើញតើយើងដឹងមុំបានអញ្ចឹងយើងជាដំបូងតើយើងដឹងមុំ x នេះសិនអញ្ចឹងមើលការបកស្រាយទាំងអស់គ្នាមុំ x បូកនឹងមុំ9បូកនឹងមុំ 2x ស្មើ180មុំ x បូកមុំ9បូកមុំ 2x ស្មើ180ព្រោះជាផលបូកមុំក្នុងនៃត្រីកោណយើងទាញរកមុំ x x បូកនឹង 2x ទៅជាមុំ3មុំ x មុំ 3x មុំ 3x ស្មើបូកមុំ9ស្មើ180អញ្ចឹងនាំឲ្យយើងបានមុំ 3x ស្មើ180ដកមុំ9មុំដក9ស្មើ90ដឺក្រេ3មុំ x ស្មើ9អញ្ចឹងនាំឲ្យ x ស្មើ9ចែកឲ្យ3 9ចែកឲ្យ3ស្មើ30អញ្ចឹងយើងបានមុំ x ស្មើ30យើងមើលនៅក្នុងត្រីកោណមុំ x នេះវាស្មើនឹងមុំនេះចាត់ទុកថាមុំ y ចុះព្រោះវាជាមុំបាននៃត្រីកោណសមមកបានអញ្ចឹងយើងអាចរកមុំនេះឃើញមុំ x បូកមុំ y បូកនឹងមុំសិតស្មើ180អញ្ចឹងយើងអាចទាញបានមុំសិតស្មើ180ដកឲ្យមុំ x បូក y មុំ x ស្មើ30មុំ y ស្មើ30 30បូក30ស្មើ6 180ដក6ស្មើ120អញ្ចឹងមុំនេះមុំសិតនេះស្មើ120មុំសិតបូកសញ្ញាសួរស្មើ180មូលហេតុអីមុំសិតបូកមុំសញ្ញាសួរស្មើ180វាជាមុំបនថែមអញ្ចឹងនាំឲ្យយើងបានមុំសញ្ញាសួរនេះស្មើ180ដកឲ្យមុំសិត180ដកឲ្យ120ស្មើ6អញ្ចឹងមុំសញ្ញាសួរនេះស្មើ60ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា